ចាជំរាបសួរបងប្អូនទាំងអស់គ្នាដោយសារតែមានបងប្អូនភាគច្រើនគាត់ចង់ដឹងពីរបៀបខ្ញុំចិញ្ចឹមកូនម៉ែបងប្អូនអញ្ចឹងថ្ងៃនេះខ្ញុំមកបង្ហាញពីរបៀបចិញ្ចឹមហើយនឹងការដាក់បាយយ៉ាងណាឲ្យវារស់ល្អអត់ងាយងាប់បងប្អូនអរគ្នាចាហើយចំពោះកូនម៉ែនេះដែរមានបងប្អូនខ្លះគាត់ស្គាល់តែបងប្អូនខ្លះគាត់អត់ស្គាល់ទេអញ្ចឹងបងប្អូនកូនម៉ែនេះគេយកទៅញ៉ាំជាមួយនឹងលក់ឆាក្តៅឬក៏សាច់ពិសេសអីគឺឆ្ងាញ់មែនទែននិយាយទៅគេឆាក្តៅត្រួយទៅលងគោឬក៏ផ្កាស្បៃរឿងឬមួយទៀតគេហៅផ្លូវកែបបងប្អូនក្លិនឈ្ងុយហ្នឹងណាឆាក្តៅទាឆាក្តៅមាន់អីហ្នឹងក៏ឆ្ងាញ់ដែរបងប្អូនអរគ្នាគេញ៉ាំជាមួយនឹងដើមចេកហើយបន្លែលក់ស្រស់យើងហ្នឹងគឺឆ្ងាញ់មែនទែនចាដើមចេកមានជាមួយនឹងផ្លូវកែបយើងហ្នឹងហើយមានជីមានអីគ្រប់មុខអញ្ចឹងទៅចាហើយគេយកមកជ្រលក់ជាមួយនឹងទឹកកូនម៉ែដែលយើងបានធ្វើហ្នឹងណាចំពោះរសជាតិវិញអើយបងប្អូនហើយបើថាអ្នកចេះញ៉ាំវិញណាដាក់តាមមួយចានដឹងអស់មួយចានដឹងអស់តែម្ដងហើយនៅផ្ទះខ្ញុំវិញណាគឺចិញ្ចឹមបានល្អមែនទែនអ្នកទាំងអស់គ្នាហើយចិញ្ចឹមដល់ថ្នាក់ញ៉ាំអត់តាន់ហើយលេខមកច្រើនធុងតែម្ដងពេលខ្លះដល់4 5ធុង5 6ធុងអីក៏មានដែរបងប្អូនចាតែពេលអញ្ចឹងទៅយកទៅចែកអ្នកចេះញ៉ាំគាត់ចាំអត់រស់ហ៎បងប្អូនអរគ្នាអញ្ចឹងគាត់យកទៅញ៉ាំហើយបងប្អូនការចិញ្ចឹមណាគឺងាយស្រួលទេអញ្ចឹងកុំឲ្យវែងឆ្ងាយយូរខ្ញុំប្រាប់ពីរបៀបចិញ្ចឹមតែម្ដងហើយបងប្អូនថាចង់បានអីអាច comment នៅខាងក្រោមវីដេអូអញ្ចឹងទៅខ្ញុំផ្ញើទៅឲ្យអត់មានគិតលុយគិតកាក់អីទេបងប្អូនហើយនិយាយទៅចែកគ្នាទុកញ៉ាំអញ្ចឹងណាដោយសារតាកូនម៉ែនេះមិនងាយធ្វើកើតទេបងប្អូនអរគ្នាហើយបើថាយើងមានពូជវាហើយយើងត្រូវចិញ្ចឹមវាបានល្អហើយការចិញ្ចឹមវិញក៏មានអីពិបាកដែរព្រោះអីវាស៊ីតែបាយកកយើងហ្នឹងឬក៏បាយក្តៅក៏បានដែរបងប្អូនចាបើសិនតែយើងអត់មានបាយកកបើបាយក្តៅវិញយើងយកមកដាក់ត្រាំទឹកឲ្យត្រជាក់មកបន្ទាប់មកយើងលាងដៃឲ្យស្អាតហើយតមកទៀតយើងលើកសរោះបាយហ្នឹងឲ្យវាស្រស់ទឹកបងប្អូនអរគ្នាចាហើយយើងយកមកដាក់ក្នុងកូនម៉ែហ្នឹងទៅតែពេលដល់មកទឹកទៅកន្លះខែវាកាច់បាយហ្នឹងអស់ហើយតែពេលដែលកូនម៉ែយើងកាច់បាយអស់ឃើញបាយហ្នឹងវារីកហើយមានអីទូចហ្នឹងអាហ្នឹងវាកើតទៅជាកូនម៉ែអីបងប្អូនចាហើយបើសិនជាយើងដាក់បាយដំបូងគឺបាយហ្នឹងវានៅក្របទេវាអត់តន់រីកដូចអង្ករអញ្ចឹងណាបងប្អូនដូចអំបបងប្អូនអរគ្នាចាអញ្ចឹងការចិញ្ចឹមកូនម៉ែគឺលក្ខណៈមួយទៀតដែលមិនអាចភ្លេចបានណាបងប្អូនគឺយើងអត់អាចយកជាមួយនឹងស្លាបព្រាដែលថាមានប្រឡាក់គ្រឿងឬក៏ប្រឡាក់អំបិលអីប្រៃយកមកដុសដាក់បានទេបងប្អូនអរគ្នាព្រោះអីវាប្រៃវាក្លិនអីផ្សេងវាអាចនឹងងាប់អញ្ចឹងបើសិនជាយើងចិញ្ចឹមយើងត្រូវការលាងសម្អាតខ្លួនហ្នឹងឲ្យជ្រះល្អខ្ញុំចាប់ផ្ដើមមកដាក់ជាមួយនឹងកូនម៉ែខ្ញុំទៀតដែរបងប្អូនអរគ្នាដោយសារតាខ្ញុំខានដាក់ចិត្តកន្លះខែដែរហើយមុននឹងយើងដាក់ហ្នឹងយើងត្រូវលាងដៃឲ្យស្អាតអញ្ចឹងមកហើយយើងយកជាមួយនឹងបាយកកបងប្អូនចាហើយថ្ងៃនេះខ្ញុំរំលែកមកធុងដែរដើម្បីរំលែកចិញ្ចឹមវាបន្ថែមទៀតណាបងប្អូនអរគ្នាចាហើយយើងដួសដាក់មកល្មមមកហើយស្លាបព្រាយើងដូចខ្ញុំនិយាយតាំងពីដើមអញ្ចឹងអត់ឲ្យមានបន្លាក់អីប្រៃអីទេបងប្អូនចាគឺត្រូវតែស្អាតថេងតែម្ដងចាហើយធុងរបស់យើងហ្នឹងមុននឹងយើងយកមកដាក់ចិញ្ចឹមហ្នឹងក៏លាងសម្អាតសម្រស់ទឹកឲ្យស្ងួតដែរហើយនេះបាយកកដែលថាខ្ញុំបានត្រាំហ្នឹងគឺខ្ញុំប្រើចិញ្ចឹមដាក់បាន3ធុងហ្នឹងតែម្ដងបងប្អូនមកក្តាប់ទូចអញ្ចឹងណាអញ្ចឹងយើងលាងដៃឲ្យស្អាតហើយយើងចាប់ផ្ដើមសរោះបាយយើងមកយកមកដាក់នឹងកូនម៉ែដែលថ្មីដែលថាខ្ញុំដួសមកលេខហ្នឹងបងប្អូនចាយើងដាក់មកល្មមបានហើយកូនម៉ែយើងអត់ត្រូវការឲ្យគោះរបស់បោកទេបងប្អូនខ្លាចវាងាប់អញ្ចឹងយើងថ្នមដៃដែរហើយការចិញ្ចឹមគឺយើងយកទៅដាក់នៅកន្លែងណាដែលត្រជាក់ល្មមអត់ក្តៅពេកក៏អត់ត្រជាក់ពេកដែរបងប្អូនអរគ្នាយល់ល្អយើងដាក់នឹងចក្រានបាយយើងតែម្ដងទៅតែកុំឲ្យដាក់ចិត្តឆ្នាំងហ្គាសឬក៏ចក្រានហ្គាសដែលយើងប្រើជាប្រចាំយើងដាក់នៅកន្លែងគ្រឿងទេសយើងឬដាក់កន្លែងណាមួយឡែកទុកអញ្ចឹងបងប្អូនអរគ្នាចាហើយចំពោះគម្របវិញយើងត្រូវការចោះប្រហោងវាដែរហើយយើងអត់មួលវាឲ្យចិត្តហប់ឈឹងទេណាបងប្អូនយើងមួលវាថាអញ្ចឹងទៅតែប៉ុណ្ណឹងកូនម៉ែយើងរស់ល្អមែនទែនហើយគម្របយើងនឹងត្រូវចោះប្រហោងវាដែរដើម្បីឲ្យមានខ្យល់ចេញចូលល្អ